សំណួររបស់ខ្វាយវងគាត់សួរថា how to stop overthinking how to overcome fear and step out of your comfort zone អានេះខ្ញុំនិយាយខ្លីៗណាពីព្រោះដោយសារខ្ញុំអត់ចង់វីដេអូនឹងវែងពេកប៉ុន្តែតែប៉ុណ្្នឹងគឺវាជ្រៅបើនិយាយពីរឿងការគិតលើសការគិតច្រើនពេកខ្ញុំក៏ធ្លាប់ដែរតែអត់សូវជាច្រើនទេដោយសារខ្ញុំមានទម្លាប់មួយគឺទម្លាប់ក្នុងការសរសេរខ្ញុំបានចាប់ផ្ដើមសរសេរកំណត់ហេតុតាំងពីខ្ញុំនៅថ្នាក់ទី11រៀនថ្នាក់ទី11អញ្ចឹងវា 5-10 ឆ្នាំហើយខ្ញុំសរសេរឡើង20-30សភៅ20-30ក្បាលហើយគឺជាកន្លែងដែលខ្ញុំ overthink គឺជាកន្លែងដែលខ្ញុំគិតច្រើនប៉ុន្តែខ្ញុំអត់ឲ្យវានៅក្នុងខួរក្បាលខ្ញុំទេឲ្យតែខ្ញុំរៀងចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលរៀងគិតច្រើនរឿងតប៉ែមួយខ្លួនឯងដែរគឺខ្ញុំត្រូវការយកអានឹងមកយកប៊ិចមួយមកឲ្យអង្គុយសរសេរពីព្រោះនៅពេលដែលយើងទុកវានៅក្នុងខួរក្បាលយើងវាហត់ទៅធំទៅហើយពេលខ្លះយកដឹងថាយើងគិតអីឲ្យប្រកបទេយើងដឹងថាយើងគិតច្រើនប៉ុន្តែនៅពេលដែលយើងសរសេរចុះមកសរសេរ 4-5 ទំព័រទៅមើលទៅចាប់ផ្ដើមឃើញថាអូអញគិតអញ្ចឹងហ៎ហើយរឿងប៉ុណ្្នឹងសោះមិនបងអញទៅពិបាកចិត្តរឿងហ្នឹងម៉េះយើងចាប់ផ្ដើមឆ្លើយជាមួយនឹងខ្លួនឯងនៅក្នុងទំព័រសភៅហ្នឹងតែពេលយើងមានបញ្ហាក្នុងការគិតយើងអាចប្រើការគិតដើម្បីទៅដោះស្រាយបញ្ហាហ្នឹងឯងព្រោះយើងកំពុងតែលែងក្តោបក្តាប់ការគិតរបស់យើងបានហើយអញ្ចឹងគឺខ្ញុំត្រូវប្រើសកម្មភាពខាងក្រៅគឺសកម្មភាពផ្លូវកាយចុះឧទាហរណ៍ដូចការសរសេរកំណត់ហេតុមួយទៀតខ្ញុំចូលចិត្តទៅហាត់ប្រាណឬក៏ទៅនិយាយជាមួយមិត្តភ័ក្តិអីជួបជុំមួយមិត្តភ័ក្តិដែលនិយាយអំពីរឿង overcoming fear តើយើងធ្វើមិនយើងឈប់ខ្លាចបើសម្រាប់ខ្ញុំខ្ញុំអត់សូវខ្លាចអីច្រើនទេដោយសារខ្ញុំមានទម្លាប់មួយតាំងពីទូចមកឲ្យខ្ញុំខ្លាចខ្ញុំធ្វើហ្នឹងស្ដាប់មើលទៅគឺរៀងសាហាវប៉ុន្តែខ្ញុំអញ្ចឹងមែនខ្ញុំចង់ដឹងថាមិនបើខ្ញុំខ្លាចវាហើយតើខ្ញុំអាចជំនះវាបានអត់អញ្ចឹងឧទាហរណ៍ដូចជាការឡើងធ្វើបទបង្ហាញរឿងហ្នឹងគឺណាគេក៏ខ្លាចដែរជាធម្មជាតិរបស់យើងខ្លាចដែរយើងនៅមុខគេមនុស្ស100-200នាក់ហើយយើងនិយាយអីមួយអញ្ចឹងប៉ុន្តែនៅពេលដែលខ្ញុំចូលសកលខ្ញុំថាអូខ្ញុំខ្លាចអាហ្នឹងហ៎ចុះខ្ញុំនឹងទៅធ្វើអាហ្នឹងខ្ញុំបានចូលរួមកម្មវិធីប្រកួតខ្ញុំបានហើយអត់ដែរជាប់ឯណាអ្នកដែរជាប់លេខ1ទេប៉ុន្តែក្នុងprocess នៃការទៅធ្វើទាំងអស់ហ្នឹងវាធ្វើឲ្យខ្ញុំរៀនពីអាហ្នឹងហើយមួយទៀតវាធ្វើឲ្យខ្ញុំអត់ខ្លាចលែងខ្លាចទៅបីយើងអត់បកកែណាអាហ្នឹងខ្លាំងក៏យើងលែងខ្លាចនឹងធ្វើវាយើងធ្វើវាបានពេលដែលខ្ញុំខ្លាចក្នុងការបង្កើតក្រុមហ៊ុនខ្លួនឯងខ្ញុំបង្កើតក្រុមហ៊ុនខ្លួនឯងពេលដែលខ្ញុំខ្លាចក្នុងការថតវីដេអូខ្ញុំថតវីដេអូហើយខ្ញុំបានឥឡូវនេះបាន channel ហ្នឹងមួយអញ្ចឹងណាខ្ញុំយកការខ្លាចហ្នឹងជាត្រីវិស័យមួយដែលបង្ហាញថាហ្នឹងឯងជាផ្លូវដែលខ្ញុំអាចសាកដើម្បីវាទៅជាទម្លាប់មួយដែលខ្ញុំអត់ចិញ្ចឹមភាពភ័យខ្លាចនៅក្នុងចិត្តខ្ញុំទេឲ្យតែវាចេញប្រឡងមកគឺខ្ញុំត្រូវតែធ្វើវាហើយពេលដែលយើងធ្វើហើយភ័យខ្លាចនឹងវាទូចវិញហើយចាអញ្ចឹងចូលដល់សំណួរទី2ពីស៊ីនាងខ្ញុំចង់សួរថាហេតុអីបានជាខ្ញុំចេះតែមានអារម្មណ៍ខុសក្នុងរឿងដែលសម្រាប់ចិត្តធ្វើហើយតែបើពេលវេលាត្រឡប់ក្រោយខ្ញុំជ្រើសរើសយកផ្លូវនឹងដដែលអញ្ចឹងអានេះគឺជាទម្លាប់មួយដែលគាត់ដឹងថាវាអត់ប្រយោជន៍ចំពោះគាត់ទេព្រោះបើសិនជាត្រឡប់ទៅវិញក៏រឿងហ្នឹងគាត់នៅតែធ្វើអញ្ចឹងដែរអញ្ចឹងបានន័យថាការស្ដាយក្រោយហ្នឹងវាអត់ប្រយោជន៍ទេវាអត់មានមេរៀនអីដើម្បីបរៀនគាត់ទេអញ្ចឹងបើនៅក្នុងកលៈទេសៈហ្នឹងខ្ញុំលើកទឹកចិត្តថាមិនបាច់ព្យាយាមទៅវែកញែកថាហេតុអីទេវែកញែកហើយក៏វាអត់បានជួយយើងច្រើនដែរតែយើងផ្ដោតលើថាតើមានវិធីអីដើម្បីឲ្យយើងឈប់មានទម្លាប់អញ្ចឹងទម្លាប់ស្ដាយក្រោយរឿងដែលយើងអាចផ្លាស់ប្ដូរបានខ្ញុំនិយាយពីខ្លួនឯងបន្តិចណាមនុស្សខ្ញុំអត់សូវស្ដាយក្រោយទេនិយាយមែនខ្ញុំធ្លាប់ធ្វើកំហុសច្រើននៅក្នុងជីវិតខ្ញុំធ្លាប់មានរឿងកើតឡើងដែលវាចៃដន្យដែលវាអាក្រក់អីចឹងហើយធ្លាប់មានខ្ញុំធ្វើខ្លួនឯងធ្វើខុសច្រើនក៏មានដែរទាំងរឿងការងារទាំងរឿងទំនាក់ទំនងខ្លួនឯងទាំងរឿងរកស៊ីអីចឹងណាវាមានច្រើនប៉ុន្តែសួរថាខ្ញុំស្ដាយក្រោយរឿងអីមួយអត់ខ្ញុំអត់ស្ដាយក្រោយទេពីព្រោះអីខ្ញុំអរគុណនៅស្ថានភាពខ្លួនឯងឥឡូវហើយស្ថានភាពខ្ញុំឥឡូវហ្នឹងបើសិនជាការហ្នឹងអត់មានរឿងហ្នឹងកើតឡើងគឺខ្ញុំអត់បានមកដល់ឥឡូវហ្នឹងឯងអានោះខ្ញុំតែងតែគិតអញ្ចឹងហើយវាពិតជាអញ្ចឹងមែននៅពេលដែលយើងចាប់ផ្ដើមមានការគិតអរគុណដល់ស្ថានភាពខ្លួនឯងឥឡូវហើយយើងអង្គុយគិតវិញថាឥឡូវខ្ញុំមកដល់ចំណុចនេះដោយសារកាលមុនខ្ញុំធ្លាប់ធ្វើខុសនេះបើខ្ញុំរៀនពីអាហ្នឹងបើខ្ញុំមកដល់ចំណុចហ្នឹងដូចខ្ញុំធ្លាប់ធ្វើការអាក្រក់ដាក់គេអ្នកនរគ្នាពេលដែលខ្ញុំនៅសាកលវិទ្យាល័យខ្ញុំទៅស្ម័គ្រចិត្តអីខ្ញុំនិយាយតាមត្រង់ខ្ញុំអត់ចេះធ្វើការទេហើយខ្ញុំធ្វើការដូចនិយាយទៅមើលទៅវិញការហ្នឹងមើលខ្លួនឯងទៅថាដូចក្មេងដូចអូពិបាកបើសិនខ្ញុំជួបខ្លួនឯងពេលហ្នឹងវិញគឺខ្ញុំនឹងអត់សូវចូលចិត្តខ្លួនឯងហ្មងនេះគឺធ្វើការអត់សូវមានទំនួលខុសត្រូវទេនិយាយលេងសើចអីច្រើនអីអញ្ចឹងណាប៉ុន្តែសួរថាខ្ញុំស្ដាយក្រោយដែលខ្លួនឯងធ្វើអាហ្នឹងអត់រៀងស្ដាយបន្តិចដែរតែអត់សូវច្រើនទេព្រោះខ្ញុំគិតថាធ្វើមិនពេលហ្នឹងយើងអត់ចេះធ្វើការប៉ុន្តែនៅពេលដែលយើងក្រោយមកខ្ញុំចេះធ្វើការទៅគឺខ្ញុំរៀនពីអាហ្នឹងឯងអាភាពខ្មាស់គេរបស់យើងហ្នឹងធ្វើឲ្យយើងរៀនពីវាហើយក្រោយមកគឺខ្ញុំអត់ធ្វើអញ្ចឹងទៀតទេនេះខ្ញុំលើកទឹកចិត្តស៊ីនាងណាឲ្យមើលលើស្ថានភាពរបស់ជីវិតយើងខ្លួនយើងឥឡូវហ្នឹងតើយើងមានអំណរអគុណលើគេខ្លះហើយតើស្ថានភាពហ្នឹងប្រហែលភាគរយមកពីការសម្រេចចិត្តដឹងហើយទី2ខ្ញុំមានទម្លាប់មួយហ្មងឲ្យតែខ្ញុំមានអារម្មណ៍ស្ដាយក្រោយគឺខ្ញុំថាស្ដាយក្រោយក៏អត់ប្រយោជន៍ដែរហើយមនុស្សខ្ញុំគឺអញ្ចឹងតែរបស់អត់ប្រយោជន៍គឺខ្ញុំអត់ទុកក្នុងខួរក្បាលទេគិតថា
hướng nó không nói tay tại cá cứ việc cần lòng hô hay dân style khỏi dân ấy có việc ọt bây giờ đấy dân đẹp hơn anh chẳng à vậy để dân ai phơ mán cứ bởi sân chỉ dân trong paper cầm ho để dân phơ ta dân phơ ấy ban là lợi nó ngại đầm bay paper hướng năng anh tìm mùi thì pi ta là lợi nó ngại dân của bông trong tơ plei nè dân mơ tơ nè cột dân trong khai từ chưa mình được mệt tôi bị ấy để dân phơ cả môn nó ngại chắc dân thử thuê cái clap bị ngày nắng đầm bấy tơ đo cái lại nắng p để dân mơ tơ hướng ca bị môn mơ tơ cầm ho dân là hồ đó đứa có hướng là khỏi đại cả lang trong bùa dân á vì hai đôi chỉ dân bạc lán đã ọt mơ tơ một cái dân mơ tơ cái chọ khỏi hay xua thành chắc dân bạc lan hộp lời khơi này bạc lan man lươn này dân bạc lan man sập tập hiệp này bậc này dân mơ từ cái chọ khỏi là hồn nè chắc đôi khi này dân luôn nơi non ba chục bàn cá dân cua tại mơ từ ba chục bàn cá hay nâng anh nào cột cá